ថ្ងៃនេះបាទខ្ញុំនឹងចេញវីដេអូមួយបាទសម្រាប់បងប្អូនដែលគាត់តែងតែសួរខ្ញុំថាតើពពែឈឺវាមានអាការៈបែបណាអញ្ចឹងណាហើយខ្ញុំក៏ដឹងថាឈឺបែបណាដែរប៉ុន្តែខ្ញុំចង់បង្ហាញមួយបាទរបៀបពេលពពែវាទល់ពោះបាទពពែទល់ពោះថាមានអាការៈបែបណាហើយបងប្អូនខ្លះគាត់តែមកសួរដែរកូនពពែគាត់ទៅបង្កើតបានតែជាកន្លះខែវាប្រកាច់បាទវាប្រកាច់ហើយទាញដៃទាញជើងអញ្ចឹងណាហើយស្រែកដើររួចឯងបាទហ្នឹងគឺជាអាការៈមួយឯងប៉ុន្តែគាត់អត់ដឹងថាគួរធ្វើបែបណាហើយអាការៈហ្នឹងគាត់ដឹងថាគួរព្យាបាលបែបណាហើយមិនដឹងជំងឺអីគេគាត់បែរជាគិតថាមកពីអ្នកតាឯក៏មកពីគេហៅថាដើរជន់ពេយន្តអីចឹងណាបាទគាត់អុចធូចអីទៅប៉ុន្តែអត់ជាទេអុចធូចបើយើងប្រើថ្នាំបានជាអញ្ចឹងសម្រាប់តែបងប្អូនមានបាទសត្វពពែមិនថាកូនពពែក៏ពពែធំឯងដែលវាមានអាការៈដូចជាប្រកាច់ហើយទាញដៃទាញជើងហើយស្រែកដើររួចបាទហ្នឹងគឺជាអាការៈហើមពោះឯងថាទល់លាមកបាទគឺទល់ពោះហ្នឹងអញ្ចឹងបើបងប្អូនមានអាការៈបែបហ្នឹងបើយើងមិនបានព្យាបាលវាទាន់ពេលទេគឺវាអាចងាប់បាទ 100% គឺអាចងាប់ប៉ុន្តែបើបងប្អូនអាចព្យាបាលទាន់ពេលគឺអត់ងាប់ទេហើយពពែទល់ពោះនេះគឺយើងអត់ប្រើថ្នាំចាស់បាទនេះគឺសម្រាប់ខ្ញុំគឺប្រើថ្នាំចាស់នេះគឺយើងមានបទពិសោធន៍ព្យាបាលវិជាដែរបាទអញ្ចឹងបងប្អូនអាចប្រើថ្នាំធម្មជាតិបានអញ្ចឹងបើសិនជាបងប្អូនមានពពែដែលមានអាការៈទល់ពោះប្រកាច់ទាញដៃទាញជើងនេះបងប្អូនអាចបាទប្រើផ្លែអំពិលទុំយើងស្លហូបហ្នឹងបងប្អូនយកវាបាទយើងកាត់ថាជាមួយដុំលឹកធំប៉ុនកដៃមកដាក់ក្នុងចានចង្កឹះមួយហើយបងប្អូនដួសអំបិលម៉ត់ជាងហ្នឹងមួយស្លាបព្រាកាហ្វេបាទហើយដាក់ចូលទៅហើយយើងដាក់ទឹកបន្តិចល្មមដើម្បីយើងកូរទៅឲ្យវាខាប់អញ្ចឹងបងប្អូនកូរធ្វើម៉េចឲ្យអំពិលហ្នឹងវាចេញជាតិសាច់អំពិលឲ្យវាខាប់កុំយករាវដល់ពេលវាខាប់ហើយល្មមហើយបងប្អូនអាចបាទអាចទិញសារ៉ាងចាក់ថ្នាំហ្នឹងយកសារ៉ាងឯងយក10 cc មកហើយយើងបូមអាទឹកអំពិលទុំហ្នឹងឲ្យពេញសារ៉ាងហ្នឹងទៅបន្ទាប់មកបងប្អូនយកទៅបាញ់តាមរុនគូតវាបាទបាញ់តាមរុនគូតវាទៅពេលបាញ់ភ្លាមគឺវាចេញអាចមកភ្លាមឯងបាទគឺអាចហ្នឹងគឺចេញមកភ្លាមអញ្ចឹងយើងមើលទៀតកាលណាដែលយើងបាញ់វាហើយចេញអាចមកហើយប្រហែលជា 4-10 នាទីក្រោយមកតើវាជក់អាចទៀតអត់បើ10 នាទីក្រោយវាជក់អាចមកទៀតអាហ្នឹងយើងមិនបាញ់ទៀតទេយើងចាំមើលទៀតតើវាធូរស្បើយអត់ប៉ុន្តែបើសិនជា 4-10 នាទីហ្នឹងវាអត់ទាន់ជក់អាចទៀតទេបងប្អូនត្រូវបូមអាទឹកអំពិលហ្នឹងមកសារ៉ាង10 cc ទៀតបាញ់បញ្ចូលតាមរុនគូតទៀតបាញ់ទៅគឺវាចេញអាចមកទៀតហើយអញ្ចឹងបាញ់2ដងនេះយើងចាំមើលទៀតថាជាកន្លះម៉ោងអីទៅតើវាជក់អាចទៀតអត់បើកន្លះម៉ោងហ្នឹងវាជក់អាចមកធម្មតាហើយវារៀងធូរពោះធូរអីហើយបងប្អូនមិនឃើញទៀតទេបាទគឺវាលេងអីហើយគឺវាលេងអីតែម្ដងប៉ុន្តែអាការៈវាក៏មិនទាន់ស្រួលភ្លាមដែរប៉ុន្តែគឺពពែយើងអាចសង្គ្រោះបានហើយមិនបារម្ភថាពពែយើងហ្នឹងវាងាប់ទេអានេះគឺយើងការព្យាបាលពពែទល់ពោះបាទតាមលក្ខណៈធម្មជាតិអញ្ចឹងនៅក្នុងវីដេអូនេះសម្រាប់បងប្អូនដែលគាត់យល់ដឹងហើយក៏គាត់ប្រើថ្នាំពេទ្យថ្នាំអីគាត់អាចព្យាបាលជាឲ្យបាទហ្នឹងគឺសម្រាប់បងប្អូនដែលយល់ដឹងហើយបាទគឺអត់អីទេអានេះខ្ញុំបង្ហាញហើយខ្ញុំបញ្ជូលប្រាប់តែបងប្អូនដែលគាត់ដៃថ្មីបាទគាត់ទៅចិញ្ចឹមដំបូងបាទគាត់នឹងចង់ដឹងហើយពេលខ្លះពពែជួបបញ្ហាបែបហ្នឹងគឺគាត់បើនិយាយទៅគាត់ភ័យអញ្ចឹងពេលខ្លះវាអាចទល់ពោះពេលយប់យើងបានដាក់ថ្នាំទាន់ព្រោះខ្លះគឺងាប់ហើយតែគឺងាប់តែម្ដងប៉ុន្តែបើវាទល់ពោះហើយយើងដឹងទាន់យើងបាញ់ថ្នាំបាញ់ផ្លែអំពិលទុំហ្នឹងទៅគឺរស់ 100% គឺរស់អត់ងាប់ទេបាទនេះគឺជាបទពិសោធន៍មួយដែលខ្ញុំឆ្លងកាត់រួចហើយគួរចង់ចែកម្លែកទៅបងប្អូនដែរបាទសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមពពែបាទដៃថ្មីបាទបើជួបអាការៈបែបនេះបងប្អូនអាចធ្វើតាមខ្ញុំបានបាទគឺយើងមានអំពិលទុំជាមួយនឹងអំបិលម៉ត់បាទយើងលាយទៅបាញ់ចូលតាមរុនគូតទៅបាទគឺវាធូរពោះហើយអាហ្នឹងគឺអាការៈដែលពពែហ្នឹងវាទល់លាមកបាទទល់លាមកប៉ុន្តែបើបងប្អូនអត់ដឹងទេគឺនឹងអាចបាត់បង់ពពែមួយក្បាលហើយបាទដោយសារវាទល់លាមកទៅវាប្រកាច់បាទប្រកាច់ស្រែកទាញដៃទាញជើងយើងអត់ដឹងចាក់ថ្នាំទៅក៏អត់ត្រូវ
អុចធុកអុចអីក៏វាអត់ត្រូវដែរព្រោះយើងដឹងក្បួនរបស់វាបាទអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណ